វីដេអូនេះគឺខ្ញុំមកបង្ហាញទាក់ទងនឹងការ boost បំបែក ad ហើយការ boost បំបែក ad ហ្នឹងគឺវាមានន័យដូចម្ដេចហើយនឹងអត្ថប្រយោជន៍ដូចម្ដេចហើយខ្ញុំនឹងមកបញ្យល់ទាក់ទងនឹងកន្លែងហ្នឹងការប៉ັດ boost បំបែក ad គឺវាល្អមែនតើអញ្ចឹងណាដើម្បីអីគឺយើងតាមដាននៅ key interest ដែលយើងគិតថាមានប្រសិទ្ធភាពសម្រាប់ការ boost របស់យើងអញ្ចឹងណាយើងបំបែកkey interest វាទៅជាមួយដោយយើងធ្វើការបំបែកនៅ ad set គឺយើង correct នៅ campaign ធម្មតាទេប៉ុន្តែយើងបំបែក ad set វាជា2អញ្ចឹងណាហើយអញ្ចឹងបើសិនជាវីដេអូនេះមានសំឡេងរំខានអីក៏ខ្ញុំសូមខន្តីអភ័យទោសផងដោយសារតែនៅខាងក្រៅមានមិចភ្លៀងអញ្ចឹងណាអញ្ចឹងខ្ញុំចេញវីដេអូនេះទាំងមិចភ្លៀងតែម្ដងថ្ងៃដើម្បីឲ្យបងឆាប់បានរៀនហើយឆាប់បានយល់ហើយក៏ដូចជាឆាប់បានធ្វើនិងអនុវត្តទាំងអស់គ្នាហ្នឹងហើយអញ្ចឹងជាដំបូងគឺយើងអាចចុចពាក្យថា create មកដើម្បីចូលទៅ boot តាមធម្មតាទេហើយយើងចូលទៅពាក្យថា engagement ចុចពាក្យថា connect មកតាមធម្មតាដូចដើមតែកន្លែងនេះគឺយើងយកតែ menu engagement campaign ហ្នឹងតាមធម្មតាហ្នឹងហើយបន្តមកទៀតកន្លែងនេះគឺយើងអាចដាក់នៅឈ្មោះតាមធម្មតាយើងដូចតែមុនដដែលអញ្ចឹងណាអញ្ចឹងកន្លែងនេះខ្ញុំអត់មានផ្លាស់ប្ដូរអីទេដោយសារតែខ្ញុំធ្វើជាការឧទាហរណ៍សម្រាប់បងអញ្ចឹងណាអញ្ចឹងតកតងនឹង daily budget ខ្ញុំយក$15ហ្នឹងហើយបន្តមកទៀតគឺយើងចុចពាក្យថា next បន្តមកទៀតគឺកន្លែងនេះ conversation ខ្ញុំយក message ជ្រើសរើសការ boot message ហ្នឹងហើយបន្តមកទៀតកន្លែងនេះយើងមើលទៅគឺខ្ញុំបានលម្អិតរួចហើយកន្លែងនេះជាចំណុចសំខាន់គឺតកតងនឹងកន្លែង audience suggestion ហ្នឹងហើយអញ្ចឹងកន្លែងនេះយើងអាចដាក់អាយុទៅតាមអ្វីដែលយើងចង់ដាក់ទៅហ្នឹងហើយយើងចង់ដាក់អាយុប្រមាណអានឹងអាស្រ័យទៅលើបងទេហើយតកតងនឹង gender ក៏ដូចគ្នាដែរគឺកន្លែងនេះខ្ញុំត្រួសតែកន្លែងហ្នឹងអញ្ចឹងកន្លែងនេះគឺតកតងនឹង key interest យើងអាច boot តកតងនឹងអីគឺយើងដាក់ key interest ទៅលើនឹងអញ្ចឹងណាអញ្ចឹងឧទាហរណ៍ថាឥឡូវខ្ញុំ boot តកតងនឹង skin care អញ្ចឹងខ្ញុំដាក់ cosmetic ដូចជាការឧទាហរណ៍មុនអញ្ចឹងទៅហ្នឹងហើយខ្ញុំដាក់ cosmetic ឧទាហរណ៍ថាឥឡូវខ្ញុំដាក់ cosmetic personal care មួយហើយបន្តមកទៀតកន្លែងតកតងនឹង placement នេះគឺយើងអត់ចាំបាច់សេរីវាក៏បានឬក៏យកតាមខាង Facebook ក៏បានអញ្ចឹងណាហ្នឹងហើយអញ្ចឹងខ្ញុំត្រួសទេខ្ញុំត្រួសទេអញ្ចឹងយើងចុចពាក្យថា next តមកទៀតគឺយើងអាចជ្រើសរើសនៅវីដេអូដែលយើងចង់ boot មួយសិនមកអូខេអញ្ចឹងខ្ញុំចង់ boot វីដេអូមួយតកតងឧទាហរណ៍ថាឥឡូវខ្ញុំវីដេអូនេះចោះអញ្ចឹងណានេះជាការឧទាហរណ៍ទេទៅលើ post ក៏បានទៅលើវីដេអូក៏បានអាណាសិនទៅលើបងគាត់ចង់អញ្ចឹងណាយើងចង់ boot ទៅលើអីក៏បានដែរអញ្ចឹងតោះមកយើង public មួយអូខេយើង public មានន័យថាឥឡូវខ្ញុំឧទាហរណ៍ថាមិញគឺជាវីដេអូមួយដែលយើងចង់ boot អញ្ចឹងយើងធ្វើការ boot ហើយអញ្ចឹងយើងរងចាំវាតិចវាអាចនឹង slow ដោយសារតែខ្ញុំដូចខ្ញុំនិយាយអញ្ចឹងវាមិនភ្លៀងហ្នឹងហើយអញ្ចឹងអ៊ីនធឺណិតអាចនឹង slow បន្តិចអញ្ចឹងវាតកតងនឹងកន្លែងនេះ engagement ហ្នឹងហើយខ្ញុំចង់បញ្ជាក់តកតងនឹងការបំបែក ad អញ្ចឹងការបំបែក ad គឺយើងបំបែកនៅ AdSense ឧទាហរណ៍ថា campaign មួយហ្នឹងយើងបង្កើតមួយថ្ងៃយើង spend $15អញ្ចឹងយើងបង្កើតបានcampaign មួយហើយអញ្ចឹងយើងទៅ duplicate វាអញ្ចឹងយើង select ទៅលើ campaign ដែលយើងចង់បំបែក ad វាហ្នឹងហើយយើង select ទៅលើហ្នឹងហើយយើងចុចពាក្យថា AdSense មកបន្ទាប់មកទៀតវាកំពុងតែ process ត្រូវវាកំពុង process អញ្ចឹងបងបើសិនក្នុងករណីយើងចង់បំបែក ad set វានៅកន្លែងនេះយើងអាចចុចពាក្យថា duplicate មួយមកបន្ទាប់មកទៀតគឺយើងជ្រើសយកអាទី2នេះយកពាក្យexcited campaign ហ្នឹងមកបន្ទាប់មកយើង duplicate វាអញ្ចឹងកន្លែងតាក់ទងនឹង duplicate នេះវាអត់មានអីវែងឆ្ងាយទេគឺបងដូរតែកន្លែង key interest ទៅមិញយើងមិនដាក់តាក់ទងនឹង cosmetic personal care អញ្ចឹងបងអាចដាក់តាក់ទងនឹងpersonal care មួយទៀតទៅយើងកន្លែងហ្នឹង key interest យើងដាក់តែមួយបានហើយអញ្ចឹងណាហើយយើងបំបែកវាឧទាហរណ៍ខ្ញុំដាក់ថា personal care អូខេឥឡូវខ្ញុំដាក់ personal care បន្តមកទៀតគឺយើងអត់ចាំបាច់ set អីច្រើនទេយើង public យកមួយទៀតអូខេអញ្ចឹងយើង duplicate បានមួយទៀតហើយបានមួយទៀតអញ្ចឹងណាយើងរងចាំវាបន្តិចទៅអូខេអញ្ចឹងខ្ញុំបំបែកបានពី ad set ហើយឧទាហរណ៍ថាឥឡូវខ្ញុំចង់បំបែកវា
3 asset ចឹងខ្ញុំ duplicate វាមួយទៀតខ្ញុំចុចពី excited យកអាទី2ហ្នឹងមកខ្ញុំ duplicate វាមួយទៀតមកបន្តមកទៀតគឺខ្ញុំបដូរតែកន្លែងតាក់ទងនឹង key interest ទេអញ្ចឹងមិញខ្ញុំដាក់ personal care ហើយត្រូវហ្នឹង cosmetic ហើយអញ្ចឹងខ្ញុំដាក់តាក់ទងនឹងអីគេតាក់ទងនឹង natural product អីចឹងទៅអាហ្នឹងយើងចង់ដាក់ key interest មួយណាក៏បានដែរដែលយើងគិតថាល្អអញ្ចឹងឥឡូវខ្ញុំដាក់ natural product តមកទៀតខ្ញុំចុច public មួយទៀតហ្នឹងហើយអញ្ចឹងខ្ញុំបំបែកវាជា3 asset ហើយការបំបែក asset មួយហ្នឹងគឺយើងងាយស្រួលត្រង់បែបណាគឺយើងងាយស្រួលក្នុងការមើលថាតើ key interest នេះតើតើនឹង cosmetic ហ្នឹងវាស៊ីថ្លៃឬក៏ស៊ីថោកហើយវាដើរល្អអត់ហ្នឹងហើយបើសិនជាវាដើរអត់ល្អយើងអាចបិទវាហើយយើងអាចធ្វើការបូតសារថ្មីហើយតើតើនឹងការ buy ad នេះតិចបងថាឥឡូវខ្ញុំបូតមក campaign ហ្នឹង$15ខ្ញុំបូត$15តិចមួយថ្ងៃហ្នឹងវាស៊ីដល់$30អីទៅគឺអត់ទេនៅក្នុងនេះគឺយើងបានជ្រើសរើសនៅ campaign budget អញ្ចឹងមានន័យថាឥឡូវយើងបូត$15ហ្នឹងក្នុង$15នៅក្នុងមួយថ្ងៃហ្នឹងគឺវាចាយតែត្រឹម$15ទេតួបងបំបែកអា asset នេះទៅ5 6 9 10អីក៏វានៅតែស៊ី$15ដដែលតាក់ទងនឹង campaign មួយហ្នឹងអញ្ចឹងណាហើយយើងបំបែក asset ចេះដើម្បីដឹងថាអូ key interest មួយនេះវាចំគោលដៅ key interest មួយនេះអត់ចំគោលដៅយើងអាចបិទហើយយើងអាចផ្លាស់ប្ដូរនៅអាកន្លែង asset នេះបានអញ្ចឹងតើតើនឹងការបំបែក ad គឺវាមានអត្ថប្រយោជន៍កន្លែងហ្នឹងគឺយើងអាចមើលទៅលើ key interest ណាដែលមានប្រសិទ្ធភាពបើសិនយើងបូតរួមយើងអត់ដឹងទេថា key interest មួយណាដែលវាមិនចំគោលដៅមួយណាស៊ីថ្លៃមួយណាស៊ីថោកយើងអត់ដឹងទេប៉ុន្តែបើក្នុងករណីដែលយើងបំបែក ad គឺវាមានអត្ថប្រយោជន៍ល្អត្រង់ថាយើងអាចដឹងពី key interest មួយដោយសារតែយើង set មក ad set គឺ key interest តែមួយទេអញ្ចឹងណាអញ្ចឹងវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេបើសិនមានចម្ងល់អីអាចឆាតមកសួរខ្ញុំបន្ថែមបានអរគុណជួបគ្នានៅមេរៀនបន្ទាប់